មានបងប្អូនណាខ្លះដែលឃើញវីដេអូមួយនេះហើយអត់ស្រួលទឹកមាត់តែចំណែកខ្ញុំមកគឺស្រួលទឹកមាត់មែនទែនក្តាប់ស្វាយត្រាំញ៉ាំជាមួយនឹងអំបិលម្ទេសហឹរអញ្ចឹងគឺថាមានរសជាតិឆ្ងាញ់ណាស់ស្វាយត្រាំរបស់ខ្ញុំនេះគឺស្រួយខ្ញាក់ហើយរសជាតិគឺមកល្មមឆ្ងាញ់តែម្ដងធ្វើភ្លាមគឺអាចញ៉ាំបានភ្លាមតែគ្រាន់តែថាប៉ះសិនបើយើងចង់ឲ្យវាកាន់តែមានរសជាតិដិតឆ្ងាញ់គឺអាចទុករយៈពេលមួយយប់គឺកាន់តែអែមខ្ញុំមានក្តាប់ស្វាយហ្នឹងគឺប្រហែលជា1គីឡូជាងយកអារៀងក្តាប់បន្តិចមកបានកាន់តែតូចជាងហ្នឹងគឺកាន់តែស្រួយឆ្ងាញ់តែម្ដងតែបើអត់មានទេយកប៉ុណ្ណឹងក៏បានដែរខ្ញុំបានយកមកលាងទឹកហើយចិតសម្បោចបានស្អាតបន្ទាប់ពីចិតរួចយកទៅលាងទឹកម្សៅទៀតដើម្បីឲ្យវាអស់ចូលអញ្ចឹងនៅពេលដែលលាងហើយគឺយើងអាចយកស្វាយហ្នឹងមកពុះជាពីរដើម្បីយើងឆ្កឹះយកគ្រាប់ចាញ់បើសិនបើស្វាយយើងរាងធំគឺយើងអាចយកមកកាត់ទៅជាកង់រាងតូចអញ្ចឹងទៅគ្រាន់ថាបើស្វាយធំយើងរាងពិបាកឆ្កឹះគ្រាប់ចាញ់ណាចានៅពេលដែលបានចិត្តរួចរាល់ហើយគឺខ្ញុំនេះយកមកលាងទឹកម្សាទៀតនិយាយទៅភ័យខ្លាចតែមិនអស់ចូលលាងឡើង3 4ទឹកបន្ទាប់ពីលាងហើយយើងដាក់សម្រស់ស្វាយនឹងចោលទៅរួចយើងទៅដាក់ដាំទឹកប្រហែលជាមួយផ្តិលមកនឹងទុកទឹកនឹងឲ្យបានពុះនៅពេលដែលទឹកនឹងបានពុះគឺយើងចាក់ស្វាយដែលយើងបានលាងសម្អាតអំបាញ់មិញចូលនៅពេលដែលចាក់ស្វាយចូលហើយគឺយើងអាចរាប់ពី1ទៅដល់20និយាយទៅគឺ20វិនាទីហើយបន្ទាប់មកគឺយើងស្រង់ស្វាយនឹងមកដាក់នៅក្នុងកញ្ច្រែងឲ្យស្រស់ទឹកក្តៅរួចយើងចាក់ចូលទៅក្នុងទឹកត្រជាក់អាចបន្ថែមជាមួយនឹងទឹកកកបន្តិចទៅដើម្បីឲ្យស្វាយយើងវាកាន់តែស្រួយឆ្ងាញ់នៅពេលដែលធ្វើបែបហ្នឹងគឺធ្វើឲ្យស្វាយត្រាំរបស់យើងគឺមានរសជាតិឆ្ងាញ់ខ្លាំងហើយវាបានស្រួយល្អថែមទៀតផងចឹងយើងដាក់ត្រាំវាចោលប្រហែលជា20នាទីអីទៅដើម្បីឲ្យវាចូលនៅជាត្រជាក់នឹងកាន់តែច្រើនចាអញ្ចឹងនៅពេលនេះគឺឃើញថាទឹកកកវារាងរលាយហើយអញ្ចឹងគឺខ្ញុំបានស្រង់ស្វាយនឹងដាក់ទៅក្នុងកញ្ច្រែងដើម្បីឲ្យវារាងស្រស់ទឹកល្អនៅពេលដែលយើងស្រង់រួចរាល់ហើយគឺយើងចាក់ស្វាយចូលទៅក្នុងកូនចង្ដាច់មួយទៀតរួចយើងអាចដាក់គ្រឿងផ្សំចូលហើយដែរនៅក្នុងហ្នឹងគឺគ្រឿងផ្សំយើងហ្នឹងគឺមានអំបិលមានស្ករហើយនិងម្សៅស៊ុបអញ្ចឹងគឺយើងអាចច្របល់គ្រឿងផ្សំទាំង3មុខហ្នឹងចូលគ្នាយើងអាចប្រើស្ករឲ្យរាងច្រើនបន្តិចទៅដើម្បីឲ្យវាអត់សូវជូរចាចឹងនៅពេលដែលយើងប្រឡាក់គ្រឿងផ្សំចូលទាំងអស់តែប៉ុណ្្នឹងហើយគឺរួចរាល់ហើយយើងអាចទុកវាមកសន្ទុះរួចយើងអាចដាក់ចូលទៅក្នុងកន្លបានហើយខ្ញុំបញ្ជាក់គឺយើងអាចញ៉ាំពេលដែលវារលាយគ្រឿងផ្សំនឹងទាំងអស់ភ្លាមក៏បានឬក៏យើងចាំឲ្យវាចូលជាតិកាន់តែខ្លាំងដែលយើងអាចចាក់ទុកនៅក្នុងកន្លនឹងហើយចាំព្រឹកចាំញ៉ាំក៏បានដែរបើសម្រាប់ខ្ញុំពេលធ្វើហើយគឺញ៉ាំអស់ពាក់កដាលហើយសល់ពាក់កដាលទៀតមិនដាក់ចូលទៅក្នុងកន្លយកទៅដាក់ក្នុងទូទឹកកកហើយនេះគឺជាសភាពពេលព្រឹកឡើងដែលខ្ញុំយកមកចាក់គឺឃើញថាស្វាយឡើងតំណងហើយល្អមែនទែនហើយអត់ជូរទេពេលញ៉ាំទៅគឺអត់សូវជូរហើយពេលជ្រលក់មួយអំបិលម្ទេសជះទៀតគឺថាត្រូវមែនទែនបើបានកាពិទៀតគឺកាន់តែមានរសជាតិឆ្ងាញ់